Cam Top Tech សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជួបគ្នាជាមួយនឹងវីដេអូថ្មីមួយទៀតពី Cam Top Tech ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃនៅថ្ងៃនេះ Cam Top Tech សូមបង្ហាញជូនអ្នកទាំងអស់គ្នាអំពីរបៀបនៃការ download វីដេអូពីក្នុង Facebook នៅលើ smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហើយវីដេអូមួយនេះក៏ជាដំណោះស្រាយសម្រាប់បងប្អូននិងប្រិយមិត្តដែលធ្លាប់តែ download វីដេអូពីក្នុង Facebook បានតែបែរជា download មិនបាននៅក្នុងរយៈពេលប្រហែលខែចុងក្រោយនេះដូច្នេះសូមបងប្អូននិងប្រិយមិត្តដែលចង់ download វីដេអូនៅក្នុង Facebook ឬក៏បងប្អូននិងប្រិយមិត្តដែលជួបបញ្ហាមិនអាច download វីដេអូចេញពីក្នុង Facebook បាននោះសូមតាមដានអំពីគន្លឹះដ៏សំខាន់មួយនេះដូចតទៅបងប្អូននិងប្រិយមិត្តទាំងអស់គ្នាកាលពីមុនអ្នកដែលធ្លាប់ download វីដេអូពីក្នុង Facebook ហ្នឹងគេត្រូវតែមានកម្មវិធី TubeMate ឬក៏កម្មវិធីផ្សេងៗទៀតប៉ុន្តែយ៉ាងហោចណាស់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាត្រូវតែមានកម្មវិធីសម្រាប់ download វីដេអូមួយឈ្មោះថា TubeMate កម្មវិធី TubeMate នេះអាច download វីដេអូបានទាំងពីក្នុង Facebook និងទាំងពីក្នុង YouTube ផងដែរដើម្បីបានកម្មវិធី TubeMate យកមកប្រើប្រាស់សម្រាប់បងប្អូននិងប្រិយមិត្តដែលមិនទាន់មានកម្មវិធី TubeMate នេះសូមចូលទៅកាន់ YouTube ហើយវាយពាក្យថា Cam Top Tech ដក clear download ដក clear វីដេអូដក clear from YouTubeនៅពេលដែលបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវាយពាក្យដូចនោះទៅអ្នកទាំងអស់គ្នានឹងឃើញវីដេអូមួយបង្ហាញអំពីការណែនាំក្នុងការ download និងដំឡើងកម្មវិធី TubeMate ដើម្បី download វីដេអូនៅក្នុង YouTube ហើយនឹងរបៀបនៃការដំឡើងកម្មវិធី TubeMate ដើម្បី download វីដេអូពីក្នុង YouTube ហើយយើងនឹងបានកម្មវិធី TubeMate នេះសម្រាប់យកមកប្រើប្រាស់ដើម្បី download វីដេអូចេញពីក្នុង Facebook ផងដែរអញ្ចឹងកាលពីមុនអ្នកទាំងអស់គ្នាធ្លាប់ចូលទៅកាន់ Facebook ហើយអ្នកទាំងអស់គ្នាចូលត្រង់កន្លែង Saveគឺទៅរកវីដេអូដែលខ្លួនបានសេវទុកហើយអាច download បាទនេះអ្នកទាំងអស់គ្នាឃើញស្រាប់ហើយប៉ុន្តែលើកនេះទោះបីជាវីដេអូដែលយើងបានសេវក៏ដោយនៅពេលដែលយើងថាច់ដើម្បី download ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមថាច់ដើម្បី download នោះគឺវាមិនចេញជម្រើសឲ្យយើង download ទេវាបែរជាចេញវីដេអូឲ្យយើងមើលទៅវិញដូច្នេះយើងត្រូវមានដំណោះស្រាយថ្មីដំណោះស្រាយលើកនេះគឺយើងត្រូវទៅ share វីដេអូណាមួយដែលយើងចង់ download ជាមុនសិនមិនមែន save ទុកដូចមុនឡើយគឺយើងទៅ share សិនឥឡូវយើងចូលទៅកាន់ Facebook ជាធម្មតាយើងទៅស្វែងរកវីដេអូមួយដើម្បីយើង share បាទនេះឧទាហរណ៍ដូចជាវីដេអូនេះជាដើមអញ្ចឹងដើម្បី download វីដេអូហ្នឹងសូមអ្នកទាំងអស់គ្នាថាច់យក share បាទ share វាសិនបន្ទាប់មកយើង share យ៉ាងម៉េច share ទៅយើង share វីដេអូហ្នឹងហើយបន្ទាប់មកទៀតយើងចូលទៅក្នុងឈ្មោះរបស់យើងថាច់មកនៅត្រង់ខាងលើឈៀងខាងស្ដាំថាច់យកឈ្មោះរបស់យើងមកបន្ទាប់មកអ្នកទាំងអស់គ្នាថាច់យកត្រង់កន្លែងនេះ activity lock បាទ activity lock នៅពេលដែលយើងថាច់ត្រង់ activity lock មកអ្នកទាំងអស់គ្នានឹងឃើញរាល់ទិន្នន័យរាល់សកម្មភាពដែលយើងបានធ្វើនៅលើ Facebook តាមរយៈ account Facebook របស់យើងនឹងឯងនេះចេញអញ្ចឹងមិនមែនមានន័យថាបន្ទាប់ពីអ្នកទាំងអស់គ្នាបាន share វីដេអូនឹងហើយអត់មានវីដេអូទេគឺនៅពេលដែលបងប្អូននិងប្រិយមិត្តទាំងអស់គ្នាថាច់ទៅនឹងឃើញវីដេអូជាមិនខានបាទថាច់មកនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាឃើញវីដេអូនឹងហើយអញ្ចឹងដើម្បី download វីដេអូនឹងគឺងាយទេគ្រាន់តែអ្នកទាំងអស់គ្នាថាច់លើវីដេអូនឹងមកវានឹងផ្ដល់ជម្រើសហើយនេះដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយវានឹងផ្ដល់ជម្រើសឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយកកម្មវិធីដើម្បី download វីដេអូហ្នឹងអញ្ចឹងដូច Cam Top Tech បញ្ជាក់ខាងដើមអញ្ចឹងថាយ៉ាងហោចណាស់ក៏យើងត្រូវមានកម្មវិធីសម្រាប់ download វីដេអូមួយដែរគឺវាមានឈ្មោះថា TubeMate អញ្ចឹងវាឲ្យជម្រើសយើងហើយនេះឲ្យយើងជ្រើសរើស TubeMate ដើម្បី download អញ្ចឹងទៅអ្នកទាំងអស់គ្នាអាចជ្រើសរើសយកផ្សេងទៀតអញ្ចឹងទៅប៉ុន្តែ Cam Top Tech សូមជ្រើសរើសយក TubeMate ដើម្បី download បាទអញ្ចឹងយើងថាច់មក just one ក៏បាន always ក៏បានយើងថាច់ always ទៅដើម្បីឲ្យវាទៅជាប្រក្រតីនៅពេលដែលយើង download លើក្រោយគឺយើងមិនចាំបាច់ជ្រើសរើសទៀតទេគឺគ្រាន់តែថាច់មកវាឲ្យយើង download ដោយស្វ័យប្រវត្តិតែម្ដងថាច់យកមកអូខេបាទវានឹងរត់ចូលទៅកាន់ TubeMate បន្ទាប់មកអ្នកទាំងអស់គ្នាថាច់យកត្រង់កន្លែងនេះសញ្ញា download ពណ៌បៃតងបាញ់ចុះក្រោមនេះថាច់មកនោះអ្នកទាំងអស់គ្នានឹងឃើញវាឲ្យអ្នកទាំងអស់គ្នាដាក់ចំណងជើងអញ្ចឹងយើងដាក់មកយើងដាក់ថា Facebook ក៏បានដាក់ Cam Top Tech សូមដាក់ថា Cam Top Tech អញ្ចឹងទៅបន្ទាប់មកយើង submit បាទឥឡូវវីដេអូបានចាប់ផ្ដើម download ហើយចាំបន្តិចទៀត Cam Top Tech នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវីដេអូមួយនេះបន្តិចបាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាវីដេអូដែល Cam Top Tech download បានពីក្នុង Facebook អំបញ្ញមិញដូច្នេះសង្ឃឹមថាបងប្អូននិងប្រិយមិត្តទាំងអស់គ្នានឹងរីករាយជាមួយនឹងគន្លឹះដ៏ល្អមួយនេះជាមិនខានដើម្បី download និងដោះស្រាយបញ្ហា download វីដេអូចេញពីក្នុង Facebook
បន្ទាប់ពីបានទស្សនាវីដេអូខ្លីមួយនេះហើយបើសិនជាបងប្អូននិងប្រិយមិត្តចង់បន្តតាមដានទស្សនាវីដេអូខ្លីៗរបស់ Cam Top Tech ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃបន្តទៀតនោះសូមចុច like page Cam Top Tech នោះអ្នកទាំងអស់គ្នានឹងទទួលបានវីដេអូពី Cam Top Tech ជារៀងរាល់ថ្ងៃតែម្ដងអំពី smartphone និង computer សេវាកម្មរបស់ Cam Top Tech Cam Top Tech មានសេវាកម្មដូចជាបង្កើត website បង្រៀនបង្កើត website ឈូស Windows ជួសជុល computer ផ្នែក software និង hardware maintenance computer តាមអង្គការក្រុមហ៊ុនជួសជុលទូរស័ព្ទដៃផ្នែក software តម្លើងទម្លាក់ version jailbreak root ដោះកូដប្រទេសនិងដោះ iCloud ជាដើមមានលក់ program ទូរស័ព្ទនិងកម្មវិធីទូរស័ព្ទមួយចំនួនដែលត្រូវចំណាយលុយទិញនៅក្នុង Play Store ឬ App Store មានលក់វីដេអូស្ដីពីរបៀបនៃការរកលុយតាម YouTube និងបង្រៀនអំពីរបៀបនៃការរកលុយតាម YouTubeនិងសេវាកម្មពិសេសចុងក្រោយរបស់ Cam Top Tech នោះគឺមានលក់ទំនិញអនឡាញសម្រាប់បងប្អូននិងប្រិយមិត្តដែលនៅក្នុងប្រទេសកម្ពុជាអាចតាក់ទងមកទិញទំនិញអនឡាញរបស់ Cam Top Tech បានមានសេវាកម្មផ្ញើជូនដល់ទីកន្លែងក្នុង25ខេត្តក្រុងទំនិញដែល Cam Top Tech លក់នៅលើទីផ្សារអនឡាញរបស់ខ្លួនមានដូចជា computer គ្រឿងប្រើប្រាស់របស់ computer ទូរស័ព្ទគ្រឿងប្រើប្រាស់របស់ទូរស័ព្ទនាឡិកានិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលអ្នកទាំងអស់គ្នាអាចកំងទិញក្នុងតម្លៃដ៏ស្មោះត្រង់បំផុតសូមតាក់ទងមកទទួលសេវារបស់ Cam Top Tech តាមរយៈលេខទូរស័ព្ទ098 21 37 36 069 21 37 36សូមអរគុណបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្លីៗស្ដីពីរបៀបនៃការ download វីដេអូចេញពីក្នុង Facebook ពី Cam Top Tech